ស្ដីប្រិមត្តនៅពេលនេះសូមជូនអត្ថបទមួយតាក់ទងទៅនឹងតារាចម្រៀងប៉ុបគឺលោក Michael Jackson នៅក្រុមចំណងជើងថាមិនគួរឲ្យជឿបែកធ្លាយរឿងពិតមុនពេល Michael Jackson ត្រូវបានគេសម្លាប់តារាចម្រៀងប៉ុប Michael Jackson បានទីដឹងថាខ្លួននឹងត្រូវគេសម្លាប់តាមរយៈសមុទ្រដែលខ្លួនសរសេរទៅមិត្តភ័ក្តិនិងសមាជិកគ្រួសារមុននឹងស្លាប់ដោយសារប្រើប្រាស់គ្រឿងញៀនហួសកម្រិតកាលពីឆ្នាំ2009នោះត្រូវបានគេជឿជាក់ថាបានផ្ញើទៅមនុស្សជាច្រើនអ្នកដូចជាកូនស្រីរបស់លោក Michael គឺ Paris Jackson និងប្អូនស្រី Latoya ដែលបានប្រាប់ថាតារាចម្រៀងរូបនេះត្រូវគេសម្លាប់ក្នុងសារដែលផ្ញើទៅមនុស្សទាំង13នាក់នោះលោកបានសរសេរថាគេព្យាយាមសម្លាប់ខ្ញុំហើយខ្ញុំភ័យណាស់ចំពោះជីវិតរបស់ខ្ញុំបញ្ហានេះក៏ត្រូវបានបង្ហាញជាលើកដំបូងដោយអ្នកជំនួយសញ្ជាតិអាល្លឺម៉ង់លោក Michael Jacobsen អាយុ34ឆ្នាំដែលជាមិត្តភ័ក្តិជាង2ទសវត្សរ៍ជាមួយនឹងតារាចម្រៀងប៉ុបរូបនេះពីកិច្ចសភាជាមួយលោកស្រី Daphne Barak នៅក្នុងកម្មវិធី Australian TV Show កាលពីថ្ងៃអាទិត្យលោក Jacobsen ប្រាប់លោកស្រី Barak ថាតារាចម្រៀង Michael Jackson តាក់ទងតាមទូរស័ព្ទទៅខ្លួនទាំងយំពីទីក្រុង Las Vegas នៅពេលដែលតារាចម្រៀងរូបនេះរៀបចំខ្លួនដើម្បីទៅសម្ដែងនៅទីក្រុង London ប៉ុន្តែអង្វរឲ្យលោកធ្វើដំណើរពីប្រទេសអាល្លឺម៉ង់មកសហរដ្ឋអាមេរិកដើម្បីបានជួបគ្នា Michael Jackson មិនបានបញ្ជាក់ថាគេអ្នកដែលចង់សម្លាប់រូបលោកនោះជានរណាទេប៉ុន្តែមានអ្នកខ្លះសង្ស័យទៅលើអ្នករៀបចំ concert AEG ដែលរៀបចំ concert នៅទីក្រុង London ដែលតារាចម្រៀងរូបនេះនឹងត្រូវសម្ដែងជាក៏សកេងបានលើកពីសម្ដីរបស់លោក Michael បានប្រាប់ថា AEG ផ្ដល់សម្ពាធច្រើនណាស់មកកាន់ខ្ញុំភ័យខ្លាចនឹងអាយុជីវិតរបស់ខ្ញុំបន្ទាប់មកគេប្រទះឃើញតារារូបនេះស្លាប់ប៉ុន្មានអាទិត្យក្រោយបន្ទាប់មក